គិតមកទល់ពេលនេះនៅសល់ជនភៀសសឹកជាង 35,000 នាក់ទៀតនៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញបាននៅឡើយដោយសារតែស្ថានភាពមិនទាន់អំណោយផលឬក៏ដោយសារតែមានការរារាំងពីសំណាក់កងកម្លាំងថៃតាមរយៈការដាក់ទូកុងតឺន័រនិងរីបន្លាលុះដើម្បីបិទផ្លូវចំណែកជនភៀសសឹកប្រមាណជា94% ក្នុងចំណោមជនភៀសសឹកសរុបជាង 64,000 នាក់បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញហើយក្រោមការជួយសម្របសម្រួលដោយយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធររាជរដ្ឋាភិបាលសូមបញ្ជាក់ជូនថារាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីមានគោលនយោបាយច្បាស់លាស់ក្នុងការជួយស្ដារឡើងវិញនូវជីវភាពប្រជាពលរដ្ឋភៀសសឹកនិងពលរដ្ឋដែលរងផលប៉ះពាល់ទាំងពលរដ្ឋដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញរួចហើយនិងទាំងពលរដ្ឋភៀសសឹកដែលនៅមិនទាន់អាចវិលត្រឡប់ទៅវិញបាននៅឡើយសុទ្ធសឹងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលទាំងសន្តិសុខសុវត្ថិភាពនិងការស្ដារជីវភាពរស់នៅរបស់ពួកគេឡើងវិញជាក់ស្ដែងប្រជាពលរដ្ឋភៀសសឹកដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញត្រូវបានក្រសួងស្ថាប័ននិងអាជ្ញាធរមូលដ្ឋានដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់មើលការខុសត្រូវនិងដោះស្រាយបញ្ហាប្រឈមនានាដែលពួកគេជួបប្រទះសម្ដៅជួយសម្រួលនិងរក្សាលំនឹងជីវភាពរបស់ពួកគេចំណែកពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅវិញបាននៅឡើយត្រូវបានរាជរដ្ឋាភិបាលផ្ដល់ជូននៅជំរកដែលមានលក្ខណៈសមរម្យដើម្បីស្នាក់នៅជាបណ្ដោះអាសន្នទម្រាំបញ្ហាព្រំដែនត្រូវបានដោះស្រាយរួចរាល់ដែលអនុញ្ញាតឲ្យពួកគេអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញនៅពេលខាងមុខការយកចិត្តទុកដាក់ចំពោះបងប្អូនជនភៀសសឹកត្រូវបានគិតគូរមិនត្រឹមតែលើសន្តិសុខសុវត្ថិភាពសុខុមាលភាពនិងជីវភាពប៉ុណ្ណោះទេប៉ុន្តែរាជរដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធក៏គិតគូរដល់ការគ្រប់គ្រងផ្នែកស្មារតីផងដែរជាក់ស្ដែងកម្មវិធីជួបសំណេះសំណាលជាមួយបងប្អូនពលរដ្ឋភៀសសឹកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិត្រូវបានឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាប្រារព្ធធ្វើកាលពីថ្ងៃទី31 ខែមីនា ឆ្នាំ 2026 ដោយអនុញ្ញាតឲ្យបងប្អូនពលរដ្ឋភៀសសឹកបានចូលរួមកម្សាន្តសប្បាយតាមទំនៀមទម្លាប់ប្រពៃណីជាតិដោយពលរដ្ឋដទៃទៀតដែរកម្មវិធីនេះត្រូវបានប្រារព្ធឡើងក្នុងអត្ថន័យផ្សារភ្ជាប់រវាងសមរភូមិមុខនិងសមរភូមិក្រោយរវាងយុវជននិងជនភៀសសឹកនិងដើម្បីបញ្ជាក់ថាគ្មានពលរដ្ឋណាម្នាក់ត្រូវបានបោះបង់ឲ្យនៅឯកាឡើយទោះជាក្នុងកាលៈទេសៈណាក៏ដោយកម្មវិធីបែបនេះបានធ្វើឲ្យប្រជាពលរដ្ឋភៀសសឹកមានអារម្មណ៍កក់ក្ដៅយ៉ាងខ្លាំងដោយបានឃើញការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់ពួកគេក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ